រឿងប្រពន្ធស្ដេចពស់កាលពីព្រេងនាយមានស្ត្រីកំសត់ម្នាក់ឈ្មោះនាងនីប្តីរបស់នាងបានចេញទៅធ្វើជំនួញបាត់ទុកឲ្យនាងរស់នៅយ៉ាងលំបាកជាមួយកូនស្រីនាងបានរបូតដៃជ្រុះកំបិតធ្លាក់ចូលទៅក្នុងរន្ធដីដ៏ជ្រៅមួយដែលគ្មាននរណាហ៊ានចូលក្បែរដោយសេចក្តីអស់សង្ឃឹមនិងស្ដាយកំបិតនាងបាងស្រែកយំនិងបួងសួងសុំឲ្យគេជួយរំពេចនោះដីក៏កក្រឹកស្ដេចពួកយ៉ាកេងកងដ៏គួរឲ្យខ្លាចបានផុសចេញពីរន្ធដីយ៉ាងសន្ធោសន្ធៅស្ដេចពស់បានពាមកំបិតនោះមកឲ្យនាងហើយទាមទារឲ្យនាងគោរពពាក្យសន្យានាងនេះភ័យរន្ធត់ស្ទើរលោះព្រលឹងបានត្រឹមតែរើសកំបិតហើយរត់ត្រឡប់មកផ្ទះវិញដោយញប់ញ័រមកដល់ផ្ទះនាងមិនហ៊ានប្រាប់រឿងនេះដល់កូនស្រីឡើយដោយគិតថាពួកយ៉ាក់នោះប្រហែលជាមិនមកពិតមែនទេប៉ុន្តែលុះដល់កណ្ដាលអាធ្រាត្រសំឡេងលូនលឺសូស៊ឺ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 ស្ដេចពស់បានមកដល់មែនដោយអំណាចមន្តអាគមនិងការភ័យខ្លាចនាងនេះមិនហ៊ានប្រកែកក៏បណ្ដោយខ្លួនខ្លាយជាប្រពន្ធស្ដេចពស់សកម្មភាពនេះមិនអាចលាក់បាំងពីភ្នែកកូនស្រីឈ្មោះផាលបានឡើយក្មេងស្រីលួចមើលឃើញគ្រប់យ៉ាងពេលវេលាចេះតែកន្លងផុតទៅស្ដេចពស់តែងតែលួចមកជួបនាងនេះរាល់យប់រហូតនាងនេះមានផ្ទៃពោះកូនស្រីចេះតែសង្ស័យនិងស្អប់ខ្ពើម្ដាយដែលលួចលាក់សហាយស្មន់ជាមួយសត្វតិរច្ឆានជួនជាពេលនោះប្តីរបស់នាងនេះដែលចិនទៅជួញដូរក៏បានធ្វើដំណើរត្រឡប់មកដល់ផ្ទះវិញផងក្រានតែមកដល់ភ្លាមផាលបានលួចប្រាប់រឿងរ៉ាវដ៏គួរឲ្យអាម៉ាស់របស់ម្ដាយទៅកាន់ឪពុកទាំងអស់ដែលខឹងស្ទើរឆេះទ្រូងតែខំទប់អារម្មណ៍ធ្វើពុតជាមិនដឹងរឿងដើម្បីរៀបចំផែនការតាមទាន់លុះយប់ឡើងប្តីបានធ្វើពុតជាចុះកដេកយ៉ាមចំការតែការពិតគឺទៅលាក់ខ្លួនក្រោមផ្ទះសំលៀងដាវរងចាំប្តីបានយកកន្សែងរបស់ប្រពន្ធទៅក្បែរមាត់រន្ធពោះហើយខ្លែងសំលេងហៃដោយធុំក្លិនកន្សែងស្ដេចពស់ស្មានតែប្រពន្ធមកហៃមែនក៏លូនចេញពីមាត់រន្ធដោយឥតសង្ស័យគ្រាន់តែពស់ងើបក្បាលផុតភ្លាមប្តីដែលពួនស្តាក់ក៏ស្ទុះកាប់មួយដាវចំកយ៉ាងពេញទំហឹងពស់យ៉ាក់រងរបួសយ៉ាងធ្ងន់ធ្ងរបំរះនានាពេញព្រៃធ្វើឲ្យរញ្ជួនដីក៏ក្រើកទីបំផុតស្ដេចពស់កេងកងដ៏មានឫទ្ធិធ្វើដាច់ខ្យល់ស្លាប់ក្រោមមុខដាវរបស់បុរសជាប្តីដោយក្តីគំនុំប្តីបានកាត់យកសាច់ពស់មួយដុំធំមួយយួលត្រឡប់មកផ្ទះវិញនឹងគោលបំណងដកខោខៅព្រឹកឡើងប្តីបានយកសាច់ពស់នោះទៅរងាស់ធ្វើជាសម្លហើយផ្ដាំកូនស្រីមិនអោយប្រាប់ម្ដាយពេលនាងនេះភ្ញាក់ពីដេកប្តីក៏ខ្លែងធ្វើជាចិត្តល្អដួសសម្លសាច់ពស់នោះយកមកបញ្ចុកនាងនេះដោយសេចក្តីឃ្លាននិងមិនដឹងរឿងនាងនេះបានបរិភោគសាច់សាហាយរបស់ខ្លួនឯងយ៉ាងឆ្ងាញ់ពិសាពេលនោះស្រាប់តែមានសត្វក្អែកខ្មែរមួយក្បាលហើរមកទំក្បែរបង្អួនហើយស្រែកប្រាប់នាងនេះរងតែលឺពាក្យក្អែកភ្លាមនាងនេះភ្ញាក់ព្រឺតស្លុតស្មារតីព្រឺសម្បុរពេញខ្លួនប្តីឃើញដូច្នោះក៏សើចចំអកហើយប្រាប់ការពិតទាំងអស់ទាំងកំហឹងរងាស់រងើនាងនេះឈឺចាប់ស្ទើរឈួតលែងគិតអ្វីទាំងអស់ក៏ស្ទុះរត់ទាំងយំសោកសម្ដីទៅរុនពោះមកដល់មាត់រន្ធឃើញតែឈាមក្រហមច្រាលនាងក៏ដួលសន្លប់បោកខ្លួនទ្រហោយំយ៉ាងសង្វេគដោយការតក់ស្លុតខ្លាំងពេកកូនពស់ក្នុងផ្ទៃនាងក៏ចាប់ផ្ដើមបំរាស់ចង់កាត់មកភ្លាមអភូតហេតុចម្លែកម្នាក់នាងមិនសម្រើបានមនុស្សទេតែបែរជាប្រសូតមកនៅស៊ូតពួកយក្សជាច្រើនទៅវិញប៉ុន្តែក្តីអាណិតមិនបានយូរឡើយប្តីកំណែតបានតាមទាន់ទាំងកំហឹងឆេះឈួលអាក់សូតដោយក្តីស្រឡាញ់កូននាងនេះសុខចិត្តយកជីវិតទៅរារាំងមុខដាវប្តីដើម្បីការពារកូនពស់នាងនេះដាច់ខ្យល់ស្លាប់យ៉ាងអណោចអាដាធើមបន្សល់ទុកត្រឹមតែឈាមនិងសេចក្តីស្ដាយរាប់ប្តីកំណែតមិនអស់ចិត្តក៏តាមកាប់សម្លាប់និងវាយបំបែកស៊ូតពស់ទាំងនោះចោលគ្មានសល់ប៉ុន្តែឈាមនិងស៊ូតដែលបែកខ្ចាយនោះបានប្រែជាកូនពស់តូចៗរាប់រយក្បាលលូនគេចចូលព្រៃបាត់អស់ទៅសេចក្តីខូខៅបានបន្សល់ទុកត្រឹមតែសោកលាក់ទាកមាប្តីក៏คล้ายជាមនុស្សឈួតវង្វេងរស់រងទុកអស់មួយជីវិតចាស់តែនិទានថាកូនពស់ទាំងនោះឯងដែលបន្តពូជពស់មកដល់សប្តាហ៍ថ្ងៃរឿងនេះអប់រំពីតណ្ហានិងសេចក្តីស្អប់ដែលណវិនាសតើប្រិយមិត្តយល់យ៉ាងណាដែរចំពោះសោកញាក់ទាកមារបស់នាងនេះកុំភ្លេចចុច like និង subscribe ដើម្បីទស្សនារឿងព្រេងបន្ទាប់ទៀត